បាទសួស្តីបងប្អូនអរគ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងនឹងសិក្សាអំពី technique ក្នុងការ remove សក់ដែលមានភាពស្មុគស្មាញអូខេអញ្ចឹងតើយើង remove បែបណាអូខេអញ្ចឹងយើងចូលទៅក្នុងកម្មវិធី Photoshop របស់យើងទាំងអស់គ្នាអូខេឥឡូវនេះគឺខ្ញុំបានចូលមកក្នុងកម្មវិធីរបស់ខ្ញុំហើយបន្តមកទៀតយើងមកមើលតើតឹងទៅលើការ remove សក់របស់យើងអូខេអញ្ចឹងតើតឹងទៅលើការ remove សក់ដែលខ្ញុំបាននិយាយថាម៉េចទៅលើអីគេឧបករណ៍ Pen Tool របស់យើងដដែលយកមកកាត់ទៅទៅលើការកាត់របស់យើងហ្នឹងអូខេអញ្ចឹងតើតើទៅលើការ remove សក់យើងប្រើ Pen Tool បែបម៉េចអញ្ចឹងមុននឹងចូលដល់ Pen Tool ខ្ញុំមកលើកឧទាហរណ៍មួយដែលខ្ញុំបាននិយាយថាម៉េចទៅលើឧបករណ៍នេះចុះ Rectangular Kit Tool នេះចុះអញ្ចឹងដែលខ្ញុំបាននិយាយថានេះតើតើទៅលើអីគេ Select and Mask មួយនេះអញ្ចឹងអា Select and Mask មួយហ្នឹងតើយើងធ្វើរបៀបម៉េចអូខេអញ្ចឹងខ្ញុំចូលមកអីគេមកទៅលើ Pen Tool សិនចូលមកលើ Pen Tool ហើយតទៅទៀតខ្ញុំធ្វើការកាត់រូបមួយហ្នឹងដូចតែរបៀបកាត់រូបភាពនឹងឯងយើងព្រីកបែបហ្នឹងមកបង្កើត angle point មួយមកហើយយើងយកជា pen tool បែបនេះអូខេអញ្ចឹងយើងកាត់បែបហ្នឹងមកនេះពុតឲ្យត្រូវទៅតាមទម្រង់អញ្ចឹងមកណាអូខេចូលប៉ុណ្ណឹងសិនមកអត់អីទេអញ្ចឹងនៅពេលដែលយើងកាត់ឲ្យបានស្អាតមកអញ្ចឹងកាត់កន្លែងនេះឲ្យលឿនតិចចុះពិសេសយើងបានសិក្សារួចមកហើយតើតាមទៅលើឧបករណ៍ pen tool របស់យើងយើងបដាច់អង្គភ័ណ្ឌខ្សែ handle មួយមកអញ្ចឹងយើងកាត់ហ្នឹងតាក់ទងទៅលើការអូសខ្សែឬក៏អង្គភ័ណ្ឌរបស់យើងឲ្យបានវែងឬខ្លីហ្នឹងអាស្រ័យទៅលើគេអាស្រ័យទៅលើរូបភាពរបស់យើងដែរទេអញ្ចឹងរូបខ្លះយើងអាចអូសវាវែងបានទេដូចបែបនេះយើងអាចអូសវាវែងអញ្ចឹងទៅណាអញ្ចឹងអត់អីទេយើងអាចចូលខ្លះទៅនេះយើងកាត់អានេះយើងអាចឲ្យវែងបែបហ្នឹងមកអញ្ចឹងមកបែបនេះមកតែវែងមកដឹងមកហើយយើងបន្តទៅលើគេ handle របស់យើងឯងចានេះយើងអូសដល់នេះមកនេះអូខេចានេះខ្ញុំអាចដាក់ដល់លើចឹងអញ្ចឹងយើងមើលទៅលើគេអាស្រ័យទៅលើរូបរបស់យើងដែរទេរូបរបស់យើងកាច់កងច្រើនយើងអាចអូស angle point របស់យើងនឹងបានវែងបានទេដូចមួយនេះយើងដាក់ម្ដងទៅនេះមកណាហើយដៃរបស់យើងនេះដាក់ទៅនេះមកអូខេអញ្ចឹងខ្ញុំយកទៅនេះចាស់អូខេឥឡូវនេះគឺយើងដោះសក់របស់យើងហើយត្រូវហ៎អញ្ចឹងទៅដល់សក់របស់យើងយើងអត់ចាំបាច់កាត់មកដល់សក់របស់យើងទេអញ្ចឹងទៅខ្សែសក់របស់យើងនេះឃើញហ៎យើងមើលទៅវាមានអីវាមានចេញបែបហ្នឹងអញ្ចឹងយើងអត់ចាំបាច់ទេយើងធ្វើការគូសខ្វៀងវាបែបនេះមកអញ្ចឹងតាក់ទងទៅលើការគូសខ្វៀងអញ្ចឹងមកតិចនិចយើងមានធ្វើយើងគូសខ្វៀងវាប៉ុណ្ណឹងមកអូខេគូសខ្វៀងវាបែបហ្នឹងមកហើយមកដាក់ធ្វើនេះមកដល់ទៀតយើងកាត់ទៀតមកអញ្ចឹងដល់កន្លែងសក់យើងខ្វៀងវាមកកន្លែងហ្នឹងណាអញ្ចឹងខ្ញុំកាត់ឲ្យបានស្អាតដល់នេះយើងដាក់ចឹងសិនមកអូខេពុតចឹងសិនមកអញ្ចឹងយើងមើលកន្លែងណាដែលអាចត្រូវអូសវែងទៅកន្លែងណាដែលអូសវែងអត់កើតយើងអូសវាអីឃើញទេដល់ទៅនេះអូខេយើងពុតចឹងមកអីទេកន្លែងខ្លះក៏ចូលទៅមកយើងព្យាយាមកាត់ឲ្យបានស្អាតមកក៏វាល្អដែរតែនេះខ្ញុំអាចឲ្យលឿនចឹងសិនចុះយើងបញ្ជាប់ទៅលើគេនេះអង្គភ័ណ្ឌយើងវិញមកអូខេឥឡូវនេះយើងធ្វើការអីគេដាក់ select វាមួយមក control enter ធ្វើការដាក់ select បែបនេះបន្តមកទៀតយើងមកមើលទៅលើគេនេះយើងមកមើលទៅលើគេកន្លែង rectangle មួយនេះវាមានថា select and mask ហើយឥឡូវខ្ញុំចុចទៅលើវាមួយអូខេអញ្ចឹងនៅពេលដែលខ្ញុំចុចទៅលើវាបែបនេះគឺវានឹងចូលមកទៅលើអីគេកន្លែងធ្វើការ remove សក់របស់យើងហើយអញ្ចឹងខ្ញុំធ្វើការដាក់ select and mask នៅក្នុងហ្នឹងក៏បានដែរប៉ុន្តែខ្ញុំធ្វើការ back មកវិញសិនឬក៏ cancel សិនតាមទៀតវាជាប់ select ដែរអញ្ចឹងយើងមើលទៅលើអីគេបើយើងឈរនៅលើ pen នេះគឺវាអត់មានតាក់ទងទៅលើអីគេ select and mask ទេត្រូវហ៎អញ្ចឹងយើងមកមើលទៅលើអីគេយើងមកមើលទៅលើ select របស់យើងនេះចុចទៅលើ select បែបនេះមកយើងរកពាក្យថាអីគេ select and mask ដោយជា shortcut របស់វា alt control ហើយនឹងអក្សរ o ឃើញទេចុចបែបនេះមកគឺវាចូលហើយនេះ alt control អក្សរ o នេះមកគឺវានឹងចូលហើយអញ្ចឹងកន្លែងនេះវាកំពុងចូលមកបែបនេះហើយអូខេអញ្ចឹងយើងមកមើលតាក់ទងទៅលើនេះអញ្ចឹងនៅពេលដែលយើងចូលមកត្រង់នេះយើងមកមើលទៅលើគេកន្លែង view mode របស់យើងនេះអញ្ចឹង view mode របស់យើងនេះយើងអាចចុចបែបនេះមកយើងយកវាជា overlay មកកន្លែងនេះ
ជាទូទៅកន្លែងហ្នឹងខ្ញុំតែងយកវាជា overlay ហើយកន្លែងនេះឧទាហរណ៍ opacity របស់យើងវារឿងទាបអញ្ចឹងទេយើងតម្លើងវាពេញមកហើយកន្លែងនេះយើងអាចធ្វើការ change color បានយើងអាចដាក់ color ផ្សេងទៀតបានតែជាទូទៅខ្ញុំដាក់វាជាពណ៌ខ្មៅបែបហ្នឹងហើយចុច OK មកអូខេហើយតើតើត្រង់នេះខ្ញុំយកជាអីគេ default មកបានហើយតាក់តងទៅលើត្រង់ radian នេះអាហ្នឹងយើងកុំអាធ្វើវានឹងចាំខ្ញុំបង្ហាញទៅលើការ remove សក់ដែលមានភាពស្មុគស្មាញជាងនឹងទៀតអូខេត្រង់ហ្នឹងបានអូខេអញ្ចឹងយើងធ្វើការផាត់វាអញ្ចឹងផាត់កន្លែងនេះយើងដាក់វាយកទី2មកកន្លែង refine នេះណាយើងដាក់បែបហ្នឹងមកតាមទៀតយើងធ្វើការផាត់អញ្ចឹងផាត់យើងមើលទៅលើមុខប្រាស់របស់យើងនោះឃើញទេមុខប្រាស់យើងវារឿងតូចទៅហើយយើងចង់បានមុខប្រាស់ធំយើងមើលទៅលើអីគេកន្លែងនេះអញ្ចឹងយើងអាចទាញ size ធំមកមុខប្រាស់របស់យើងធំហើយបែបហ្នឹងមកទៅលើ hard name នេះភាពដិតភាពច្បាស់អញ្ចឹងទៅអូខេតាមទៅកន្លែងនេះបែរថាយើងយកជាបោកមកបើចង់ដកវិញក៏អាចបានដែរអូខេអញ្ចឹងខ្ញុំយកប៉ុណ្ណឹងចុះមុខប្រាស់ខ្ញុំផាត់វាចុះអូខេអូចុចមកឲ្យជាប់មកយើងអូវាប៉ុណ្ណឹងមកឃើញទេគឺវាបានស្អាតមកអូប៉ុណ្ណឹងមកចឹងកន្លែងនេះស្ទើរយើងអូប៉ុណ្ណឹងទៀតមកឃើញទេគឺវាបានស្អាតមកកន្លែងនេះយើងអាចព្រាធំព្រិចមុខប្រាស់យើងឲ្យតូចទីមកនេះអូចឹងមកកន្លែងណាស្ទើរយើងអាចបន្ថែមបន្ថយទៀតបានឃើញទេគឺវាបានស្អាតបន្តមកទៀតយើងផាត់មើលឲ្យបានស្អាតកន្លែងណានៅស្ទើរអញ្ចឹងយើងមើលស្អាតមកបន្តមកទៀតយើងមើលទៅលើគេយើងអូមកខមកយើងមកមើលទៅលើគេឲ្យ push setting របស់យើងនេះហើយកន្លែងនេះយើង tick វាមកអូខេនៅពេលដែលយើង tick ទៅវាបែបម៉េចជាមួយខ្ញុំធ្វើការព្រីឲ្យធំសិនចុះហើយយើងមើលតើតើទៅលើការ tick ឬក៏ម៉េចកន្លែងនេះខ្ញុំដកនៅពេលដែលខ្ញុំ tick នៅពេលដែល tick បែបនេះមកតំបន់ណាដែលវានៅបែបលក្ខណៈអុចអីហ្នឹងគឺវាកាត់ឲ្យបានស្អាតមកហើយកន្លែងទៅលើកន្លែងនេះយើងយកវាជាគេ new layer v layer មកហើយហ្នឹងហើយតាមទៀតយើងចុច OK មកអូខេអញ្ចឹងយើងបានកាត់រូបមួយណាបានឡើងស្អាតតែតាមទៅលើការ remove សក់ remove អីហ្នឹងគឺយើងកាត់បានស្អាតហើយឧទាហរណ៍មួយទៀតខ្ញុំដាក់ទៅលើអីគេដាក់ color មួយចុះឥឡូវខ្ញុំដាក់ color ថ្មីខ្ញុំដាក់ color ថ្មីខ្ញុំប្រើទៅលើ color អីគេ color បែបនេះហើយទាញបែបនេះមកអញ្ចឹងខ្ញុំទាញ color ហ្នឹងមកក្រោមមកឃើញទេគឺយើង remove បានស្អាតមកអូខេអញ្ចឹងតាក់ទងទៅលើនេះយើងធ្វើការ remove ទៅលើសក់របស់យើងមួយទៀតខ្ញុំធ្វើការបិទភ្នែកវាចោលអស់សិនខ្ញុំបើកទៅលើនេះវិញដល់ដែរតាក់ទងទៅលើការ remove មួយទៀតយើងមិនថា remove បានតែឧបករណ៍ pen យកមក remove វាទេអត់ទេយើងប្រើទៅលើឧបករណ៍អីគេនេះឧបករណ៍ object selection នេះគឺយើងអាចធ្វើការ remove បានដែរអូខេអញ្ចឹងកន្លែងនេះខ្ញុំដាក់វាអីគេជា add selection ចោះឬក៏ new select មួយហើយខ្ញុំគ្រាន់បែបនេះឲ្យវាចាប់ select ទៅលើរូបរបស់យើងអូខេឲ្យវាចាប់ select ទៅលើរូបរបស់យើងសិនមកអញ្ចឹងខ្ញុំឈរនៅលើរូបរបស់យើងនេះចាប់ select ហើយឥឡូវនេះវាចាប់ select ហើយតើបន្តមកទៀតខ្ញុំចង់ខ្វៀងទៅលើអីគេខ្វៀងទៅលើសក់របស់យើងនេះអញ្ចឹងខ្ញុំយកអីគេឧបករណ៍នេះចោះខ្ញុំយក lasso ចុះហើយខ្ញុំធ្វើការចុចកន្លែងអីគេ substance form selection របស់យើងនេះដើម្បីដកទៅលើត្រង់ហ្នឹងខ្ញុំគូប៉ុណ្ណេះមកខ្ញុំយកមកបញ្ជាប់បែបនេះឃើញទេគឺវាដកឲ្យយើងហើយត្រូវអត់បន្តមកទៀតខ្ញុំបន្ថែមវាវិញខ្ញុំគូពីធំនេះខ្ញុំ back សិនមកខ្ញុំគូពីធំនេះមកហើយខ្ញុំដកធំនេះអូខេខ្ញុំមកបញ្ជាប់មុខមកឃើញទេគឺវាបន្ថែមបែបហ្នឹងហើយអញ្ចឹងបានថាត្រង់នេះគឺវាខ្វៀងឲ្យយើងត្រូវអត់អូខេអញ្ចឹងយើងមកមើលត្រង់ហ្នឹងទៅលើឧបករណ៍ lasso របស់យើងនេះគឺវាមានទៅលើ select and mask ដែរ rectangle របស់យើងនេះក៏មាន select and mask ដូចគ្នាយើងមើលទៅលើ object របស់យើងមើលយើងមានដូចគ្នាដែរតោះណាកន្លែងហ្នឹងអូខេអញ្ចឹងខ្ញុំចុចកន្លែងហ្នឹងក៏បានដែរខ្ញុំយកពាក្យថាអីគេ select and mask កន្លែងហ្នឹងក៏បានអូខេអញ្ចឹងយើងចូលមកបានតម្រង់ដូចមិញហើយត្រូវអត់អញ្ចឹងកន្លែងនេះយើងអត់ចាំបាច់ស្រែទេហើយយើងយកវាជាកន្លែងទី2មកហើយខ្ញុំព្រិចមុខប្រាយធំតិចសក់តិចចុះហើយខ្ញុំធ្វើការអូវាដូចមិញដែរមកអូបែបហ្នឹងដែរមកនេះកន្លែងណាស្ទើរចាំយើងបន្ថែមទៀតមកអត់អីទេអញ្ចឹងកន្លែងនេះខ្ញុំព្រួមុខប្រាយតូចវិញចុះតែយើងហុញទៅវិញទៀតមកអូឲ្យបានស្អាតមកកន្លែងហ្នឹងអូខេនេះនៅស្ទើរអូវាទៀតអូខេណាយើងបន្ថែមវាចឹងមកកន្លែងនេះនៅស្ទើរអូខេអញ្ចឹងយើង complete ទៅលើគេ tick ត្រង់ហ្នឹងមួយអញ្ចឹង complete តែតាមទៅលើការ tick ត្រង់ហ្នឹងយើង tick វាមកហើយចុច OK មកយើងបានមួយទៀតហើយត្រូវហ៎យើងបានមួយទៀតហើយយើងដាក់ background មកថ្មីទៀតមកបើទៅលើ background ឲ្យគេពណ៌នេះចាស់ឬក៏ពណ៌នេះចាស់ឃើញទេយើងបានទៅលើគេទាញរូបហ្នឹងទៅលើមកនេះយើងកាត់បានស្អាតផងដែរអូខេអញ្ចឹងយើងប្រើទៅលើត្រង់ឧបករណ៍របស់យើងនេះក៏បានដូចគ្នាដែរយើងអត់ចាំបាច់ប្រើ pen ក៏បានដែរអូខេអញ្ចឹងតាក់ទងទៅលើការ remove សក់របស់យើងគឺយើងធ្វើបែបនេះតទៅទៀតយើងមើលទៅលើគេនេះសក់ដែលមានភាពស្មុគស្មាញបែបនេះអញ្ចឹងយើងធ្វើដូចគ្នាយើងយកឧបករណ៍ pen របស់យើងមកធ្វើមកជាទូទៅខ្ញុំតែងយកឧបករណ៍ pen មកកាត់យកអីមកបានវាស្អាតណាខ្ញុំយក pen មកកាត់បែបហ្នឹងមកនេះខ្ញុំគូសពីឲ្យត្រូវទៅតាមទម្រង់ហ្នឹងមក
ចឹងកន្លែងហ្នឹងធ្វើដូចមាញ់ដែរធ្វើដូចវិធីទី1របស់យើងមកខ្វៀងទៅលើសក់របស់យើងចឹងមកខ្វៀងចឹងមក space មួយមកណែ space ដើម្បីរំកិលចឹងខ្ញុំបតាក់ទៅលើឲ្យគេ handle របស់យើងអាល់មួយជាប់កាត់ចឹងទៀតមកញ៉ាយើងអូកាត់ចឹងមកចឹងទៅដល់កន្លែងសក់យើងខ្វៀងយើងប្រើតិចរបស់យើងមិញ select and mask ដូចគ្នាដែរអូខេចឹងកន្លែងនេះខ្ញុំចូលបែបនេះមកចឹងកន្លែងនេះពុតវាចឹងមកអូខេតែនេះខ្ញុំមកដល់លើចេះមកហើយយើងមកកាត់ពីធំនេះមកវិញអូខេហើយយើងមកបញ្ចុះទៅលើឯងកប៉ុនរបស់យើងបន្តទៀតយើងធ្វើការអីដាក់ select វា make select របស់យើងហ្នឹងឬក៏ control enter ក៏បានដែរអូខេខ្ញុំដាក់បែបនេះដាក់ show មកវា select ឲ្យយើងហើយបន្តទៀតខ្ញុំចុចទៅលើគេកន្លែង select របស់យើងនេះឃើញទេជាពាក្យថា select and mask ហ្នឹងចុចបែបហ្នឹងមកយើងចូលមកហើយអូខេកន្លែងហ្នឹងជាទូទៅខ្ញុំតែងយកវាជាពណ៌ក្រហមបែបហ្នឹងជា overlay ហើយយើងមកមើលទៅលើគេ radius របស់យើងនេះឥឡូវយើងសាក់ទាញមើលដល់ពេលដែលយើងទាញទៅលើ radius របស់យើងបែបនេះគឺវា blur ឃើញទេវាកាត់xongទៅអស់ហើយត្រង់ហ្នឹងប៉ុន្តែយើងអត់ធ្វើបែបហ្នឹងទេយើងដាក់វាតែមួយបានហើយតាក់ទងទៅលើ radius មួយនេះយើងដាក់តែមួយមកបានហើយហើយតាក់ទងទៅលើ smooth របស់យើងនេះយើងដាក់វាពីរមកឥឡូវយើងចង់មើលថា smooth វាបែបម៉េចយើងទាញទៅបែរថានៅពេលដែលយើងផាត់ទៅឲ្យវា smooth អាហ្នឹងអញ្ចឹងយើងដាក់វាតែ2ឬក៏1ក៏បានដែរឥឡូវយើងដាក់វា2ទៅលើ filter របស់យើងនេះយើងទាញមកបែរថាវា blur ឃើញទេគឺវាបែបហ្នឹងទេអូខេតែប៉ុណ្្នឹងបានហើយតាមទៀតយើងធ្វើការផាត់ដូចបាញ់ដែរមកខ្ញុំផាត់អញ្ចឹងមកយើងផាត់ពីនេះមកអូខេផាត់ពីហ្នឹងមកចុចផាត់ឲ្យជាប់មកអញ្ចឹងបើកន្លែងណាតង់ស្អាតយើងក៏អាចខ្វល់សំខាន់យើងផាត់សិនមកអូខេឃើញទេយើងផាត់បានហើយអញ្ចឹងកន្លែងនេះនៅស្ទើរយើងផាត់បន្ថែមវាមកណាស្ទើរបែបនេះយើងផាត់វាមកកន្លែងនេះកន្លែងនេះយើងព្រីមុខប្រែតូចយើងមកផាត់ចឹងទៅមកបានអូខេតទៅទៀតខ្ញុំមកថិចកន្លែងគេកន្លែងនេះខ្ញុំថិចវាមួយមើលខ្ញុំថិចមួយមើលអូខេតែប៉ុណ្ណឹងមកបានហើយខ្ញុំចុចអូខេអញ្ចឹងយើងមកមើលនេះបានថ្មីទៅហ៎ខ្ញុំបង្កើត layer មួយហើយខ្ញុំដាក់ពណ៌ឲ្យគេដាក់ពណ៌សចោះដើម្បីវាមើលឃើញនេះហើយខ្ញុំទាញ color ហ្នឹងមកខំអញ្ចឹងពណ៌សវារឿងនេះពេកខ្ញុំចុចលើហ្នឹងខ្ញុំឆេងទៅលើពណ៌នេះចាស់ពណ៌ខ្មៅក៏ដាក់ពណ៌ក្រហមនេះមិញមកក៏បានដែរអូខេប៉ុណ្ណឹងមកបន្តទៀតយើងមកឈរលើរូបរបស់យើងនេះហើយយើងឈរលើម៉ាស់នេះចោះឈរលើម៉ាស់ហើយយើងមកមើលទៅលើអីគេឧបករណ៍ប្រាស់របស់យើងនេះសិនឥឡូវយើងចូលតាក់ទងទៅលើឧបករណ៍ប្រាស់យើងអត់តរៀនដល់ទេប៉ុន្តែយើងមកមើលដល់ហ្នឹងសិនចោះអូខេអញ្ចឹងតាក់ទងទៅលើឧបករណ៍ប្រាស់របស់យើងធ្វើការបិទបាំងបន្ថែមទៀតអូខេអញ្ចឹងខ្ញុំចង់បិទកន្លែងណាដែលខ្ញុំកាត់ទៅវាមើលទៅអត់តង់អស់ដូចជាកន្លែងនេះខ្ញុំកាត់មើលចង់អស់ខ្ញុំបិទវាអញ្ចឹងខ្ញុំយកប្រាស់មកខ្ញុំបិទវាហើយខ្ញុំដាក់ប្រាស់ពណ៌ខ្មៅនេះកន្លែង color របស់យើងដាក់ពណ៌ខ្មៅអញ្ចឹងខ្ញុំបិទវាបែបហ្នឹងមកឃើញទេប៉ុណ្ណឹងមកបានហើយអូខេដល់ពេលយើងចង់បង្ហាញវិញឲ្យកន្លែងនេះខ្ញុំបិទទៅវាជ្រុលចេះជ្រុលអញ្ចឹងណាតែបើខ្ញុំចង់បង្ហាញវិញយើងធ្វើបែបម៉េចយើងចុចដូរវាមកដាក់ពណ៌សខាងលើវិញហើយយើងមកបាក់បង្ហាញវិញមកនេះឃើញទេអូខេប៉ុណ្ណឹងមកបានឥឡូវឧទាហរណ៍ថាខាងនេះកន្លែងនេះតំបន់នេះខ្ញុំធ្វើការលុបទៅវាជ្រុលខាងនេះឃើញទេតែលុបទៅជ្រុលយើងធ្វើការផាត់បែបហ្នឹងបន្ថែមមកឲ្យវាឃើញអញ្ចឹងបន្ថែមមកអញ្ចឹងតាក់ទងទៅលើឧបករណ៍ប្រាស់របស់យើងគឺយើងឈរនេះប្រើទៅលើគេម៉ាស់របស់យើងនេះតើយើងឈរលើម៉ាស់ទើបអាចយកប្រាស់មកប្រើបានកន្លែងហ្នឹងណាយើងឈរនៅលើម៉ាស់អញ្ចឹងអានេះនៅលើរូបរបស់យើងហើយនេះនៅលើម៉ាស់អញ្ចឹងយើងចូលលើម៉ាស់មកយើងចង់បិទដាក់ color ពណ៌ខ្មៅនេះដាក់អាហ្នឹងគឺជាពណ៌ខ្មៅមកកន្លែងហ្នឹងណាកន្លែងនេះដាក់ជាពណ៌ខ្មៅយើងផាត់បាត់វាឃើញទេដល់ពេលយើងចង់អីគេនេះឈរលើម៉ាស់កុំភ្លេចឈរលើម៉ាស់មិនភ្លេចឈរលើម៉ាស់ដាក់វាជាពណ៌ខ្មៅយើងលុបវាអញ្ចឹងបើយើងចង់បង្ហាញដាក់ពណ៌សវិញមកយើងបង្ហាញនេះឃើញទេយើងបង្ហាញមកវិញហើយតែប៉ុណ្្នឹងទេអញ្ចឹងយើងធ្វើការ remove នៅពេលដែលយើងធ្វើការ remove ឲ្យបានស្អាតមកអានេះក៏ជាឧទាហរណ៍ទេអូខេអញ្ចឹងតើតើទៅលើការ remove សក់របស់យើងគឺយើងធ្វើការ remove បែបហ្នឹងនៅកន្លែងអីគេ select and mask របស់យើងនេះអូខេអញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូបន្តទៀត